សំណួរទី27 I didn't hear the phone ring I blank been asleep ខ្ញុំមិនបានឮទូរស័ព្ទរោទទេខ្ញុំប្រកាសជាបានដេកលក់ហើយ A must have B should have C can have D would have តើមួយណាជាចំណាយដែលត្រឹមត្រូវនៅក្នុងប្រយោគនេះឃ្លាទី1យើងឃើញថា I didn't hear the phone ring មានន័យថាខ្ញុំមិនបានឮទូរស័ព្ទរោទទេបន្ទាប់មកអ្នកនិយាយសន្និដ្ឋានពីមូលហេតុថា I must have been asleep ខ្ញុំប្រកាសជាបានដេកលក់ហើយអញ្ចឹងនៅទីនេះ must have plus ជាមួយនឹង past participle ប្រើសម្រាប់ការសន្និដ្ឋានយ៉ាងខ្លាំងអំពីអតីតកាលដែលមានន័យថា strong deduction about the past គឺយើងប្រើរូបមន្ត must have បូកជាមួយនឹង verb 3ដែលហៅថា past participle so been គឺជា verb 3របស់ be អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ letter A must have I didn't hear the phone ring I must have been asleep ខ្ញុំមិនបានឮទូរស័ព្ទរោទទេខ្ញុំប្រកាសជាបានដេកលក់ហើយ